សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំទៀតហើយថ្ងៃនេះដែរយើងមានរឿងថ្មីដែលរឿងនេះដែរមានចំណងជើងថា Spectral ដែលសាច់រឿងនីមួយគឺនិយាយតាក់ទងជាមួយនឹងមនុស្សត្រូវបានគេយកទៅពិសោធន៍ដើម្បីយកមនុស្សទាំងអស់នោះធ្វើជាប្រលឹងហើយប្រើប្រាស់ប្រលឹងទាំងអស់នោះធ្វើការវាបកមកកាន់ក្រុមមនុស្សវិញដូច្នេះបើសិនជាចង់ដឹងថាសាច់រឿងទាំងនេះល្អមើលយ៉ាងណានោះតើយើងចូលទៅកាន់សាច់រឿងពេញទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងពេញខ្ញុំនឹងខំថាអ្នកទាំងអស់គ្នាកុំភ្លេចចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីៗបន្ថែមទៀតចូលមកកាន់សាច់រឿងដំបូងរបស់យើងគឺបង្ហាញអំពីសាកសពមនុស្សជាច្រើនអ្នកដែលត្រូវបានដេកស្លាប់ដោយមិនដឹងពីមូលហេតុហើយសាកសពទាំងអស់នោះគឺមានការស្លាប់ដោយចម្លែកមែនទែនគឺបើកភ្នែកហើយភ្នែករបស់ពួកគេគឺមានពណ៌សទាំងអស់គ្នាតែម្ដងហើយនៅក្នុងនោះក៏មានបុរសម្នាក់ដែលជាទាហានកំពុងតែចូលលុកលុយនៅទីនោះដើម្បីរកតែមានគូសត្រូវដែលជាទាហានរបស់ពួកគេដូចគ្នាប៉ុន្តែនៅពេលដែលគាត់ចូលទៅដល់បន្ទប់មួយគាត់ក៏បានជួបជាមួយនឹងសភាវៈចម្លែកអ្វីម្យ៉ាងដែលវាមានរូបរាងជាដូចប្រឡឹងអ្នកនរគ្នាវាពណ៌សហើយបើសិនជាមើលនឹងភ្នែកតទេហ្នឹងគឺមើលពួកវាមិនឃើញនោះទេដល់តែប្រើប្រាស់វ៉ែនតាដែលជាកាមេរ៉ានៅជាប់នឹងភ្នែករបស់ពួកគេហ្នឹងទើបអាចមើលវាឃើញហើយវាគឺជាសមោលពណ៌សមួយប៉ុន្តែគឺវាអាចរត់ទម្លុះបុរសម្នាក់នោះហើយនឹងធ្វើឲ្យបុរសម្នាក់នោះស្លាប់នៅកន្លែងហ្នឹងផ្ទាល់តែម្ដងដែលវាមានថាមពលខ្លាំងមែនទែនហើយយើងក៏មិនទាន់ដឹងដែរតើវាគឺជាសភាវៈអ្វីឲ្យពិតប្រាកដនៅឡើយទេកាត់ចូលមកតួប្រុសរបស់យើងវិញដែលគាត់មានឈ្មោះថាក្លេហើយគាត់មានតួនាទីគឺជាអ្នកផលិតសភាវុធសម្រាប់ពួកកងទ័ពដើម្បីយកទៅប្រើប្រាស់ក្នុងការធ្វើសង្គ្រាមនឹងឯងហើយពេលនេះគាត់កំពុងតែផលិតសភាវុធម្យ៉ាងហ្នឹងដែលប្រើប្រាស់ទៅដោយពន្លឺហើយធ្វើការកម្ចាត់ទៅលើវត្ថុផ្សេងដែលពន្លឺនេះបានទៅប៉ះពាល់ផងដែរប៉ុន្តែការពិសោធន៍របស់គាត់នេះគឺមិនត្រូវបានពួកអ្នកវិនិយោគឬក៏ហៅថា businessman ទាំងអស់ហ្នឹងធ្វើការពេញចិត្តទៅលើអ្វីដែលគាត់បានបង្ហាញនេះទេហើយពួកគេក៏បដិសេធចំពោះថវិកាដែលផ្ដល់ទៅឲ្យតួប្រុសរបស់យើងដើម្បីធ្វើការពិសោធន៍ទៅលើម៉ាស៊ីននេះបន្ថែមទៀតផងដែរប៉ុន្តែចំណែកតួប្រុសរបស់យើងគាត់នៅតែពេញចិត្តទៅលើការពិសោធន៍របស់គាត់ដដែលហើយនៅពេលយប់ឡើងហ្នឹងក៏មានបុរសម្នាក់ដែលជាអ្នកធ្វើការជាមួយនឹងគាត់ក៏ដូចជាមេរបស់គាត់ហ្នឹងបានមកប្រាប់តួប្រុសរបស់យើងថាពេលនេះក្រុមទាហានកំពុងតែហៅវត្តមានតួប្រុសរបស់យើងដើម្បីទៅជួបផងដែរដោយសារតែកាមេរ៉ាដែលទាហានកំពុងតែពាក់នឹងគឺជាស្នាដៃបង្កើតឡើងដោយតួប្រុសរបស់យើងនឹងឯងដូច្នេះពេលនេះក្រុមទាហានទាំងអស់នោះកំពុងតែហៅតួប្រុសរបស់យើងដើម្បីទៅមើលកាមេរ៉ាដែលជាវ៉ែនតាហ្នឹងរបស់ក្រុមទាហានដែលកំពុងពាក់នោះឯងហើយវ៉ែនតានោះវាបានជាប់សភាវៈដែលយើងមើលខាងដើមសាច់រឿងហ្នឹងអ្នកនរគ្នាពេលនេះគឺក្រុមទាហានហ្នឹងកំពុងហៅតួប្រុសរបស់យើងទៅមើលសភាវៈនោះហើយឲ្យតួប្រុសរបស់យើងហ្នឹងវិនិច្ឆ័យតើសភាវៈហ្នឹងគឺជាអ្វីពិតប្រាកដហើយនៅពេលដែលតួប្រុសរបស់យើងទៅជួបហ្នឹងគាត់ក៏បានជួបជាមួយនឹងឧត្តមសេនីយ៍ម្នាក់ដែលគាត់មានឈ្មោះថា Auckland ហើយភ្លាមហ្នឹងGeneral Auckland ហ្នឹងក៏បាននាំតួប្រុសរបស់យើងទៅមើលវ៉ែនតារបស់គាត់តែបានថតជាប់សកម្មភាពរបស់ភាវៈចម្លែកស្របពេលដែលក្រុមទាហានរបស់គាត់ហ្នឹងកំពុងតែធ្វើប្រតិបត្តិការផងដែរតួប្រុសរបស់យើងក៏បានឃើញវត្តមានរបស់សភាវៈចម្លែកហ្នឹងដូចគ្នាដូច្នេះហើយពេលនេះគាត់កំពុងតែព្យាយាមខិតខំមើលបន្ថែមទៀតនឹង zoom មើលឲ្យពិតប្រាកដតើវាគឺជាអ្វីឲ្យច្បាស់ប៉ុន្តែគឺនៅក្នុងកាមេរ៉ាហ្នឹងវាថតមិនទាន់ជប់ច្បាស់អីនៅឡើយទេដូច្នេះគាត់មិនទាន់បានសន្និដ្ឋានថាតើវាគឺជាអ្វីឲ្យពិតប្រាកដនៅឡើយទេទើប General Auckland ហ្នឹងបាននាំតួប្រុសរបស់យើងទៅជួបជាមួយនឹងនារីម្នាក់ទៀតដែលគាត់មានឈ្មោះថា Mendelssohn ឬក៏ហៅថា Friend ហើយពេលទៅដល់ហ្នឹងគឺពួកគេបង្ហាញអំពីវីដេអូដែលយើងបានឃើញតាំងពីដើមសាច់រឿងនោះទៅឲ្យតួប្រុសរបស់យើងមើលនឹងឯងហើយសកម្មភាពទាំងអស់នោះតួប្រុសរបស់យើងក៏នៅតែមិនទាន់អាចសន្និដ្ឋានបានដែរថាតើសភាវៈទាំងអស់ហ្នឹងគឺជាអ្វីឲ្យពិតប្រាកដនៅឡើយទេប៉ុន្តែគឺគាត់ចង់ទៅតេស្តមើលសាកសពមនុស្សដែលត្រូវបានសភាវៈទាំងអស់នោះធ្វើការសម្លាប់នឹងដើម្បីយកសាកសពទាំងអស់នោះមកពិសោធន៍តើពួកគេស្លាប់ដោយសារអ្វីឲ្យពិតប្រាកដអាចចំណែក General ជាមួយនឹងកញ្ញា Friend វិញក៏មិនបដិសេធចំពោះសំណើមួយនេះដែរដូច្នេះហើយពួកគេនឹងរៀបចំផែនការមួយដើម្បីឲ្យតួប្រុសរបស់យើងនឹងទៅយកសាកសពរបស់ក្រុមទាហានដែលបានស្លាប់ដោយសារតែសភាវៈចម្លែកទាំងអស់នោះបុកសម្លាប់នឹងឯងហើយតួប្រុសរបស់យើងក៏បានរៀបចំកាមេរ៉ារបស់គាត់ទៅភ្ជាប់ជាមួយនឹងរូបក្រោះមួយដែលនៅកន្លែងកងទ័ពនោះផងដែរដែលវាមានសមត្ថភាពអាចថតសកម្មភាពរបស់សភាវៈចម្លែកនោះដូចនឹងវ៉ែនតារបស់ពួកគេអញ្ចឹងដែរប៉ុន្តែគ្រាន់តែវាធំជាងនិងមានសមត្ថភាពថតបានច្បាស់ជាងហើយនៅពេលដែលគាត់ដំឡើងហ្នឹងក៏មានទាហានប្រមាណអ្នកហ្នឹងមករករឿងលេងជាមួយនឹងគាត់ផងដែរដោយសារតែឌឺថាមិនដែលមានអ្នកណាទេដំឡើងកាមេរ៉ានៅលើរថក្រោះនោះឯងដោយសារតែរថក្រោះមួយបង្កើតឡើងមកគេបំពាក់តែកណ្ដុងធំសម្រាប់ធ្វើការប្លង់ក្របបែកតែប៉ុណ្ណោះ
ប៉ុន្តែខុសអីតែទូប្រុសរបស់យើងទៅបំពាក់កាមេរ៉ាទៅវិញរហូតដល់មួយសន្ទុះក្រោយមកទើបមានវត្តមានរបស់កាពីតែនម្នាក់ដែលគាត់មានឈ្មោះថា Marcos មកទប់ស្កាត់ពួកគេទាំងអស់គ្នាកុំឲ្យរកគ្រឿងទូប្រុសរបស់យើងដោយសារតែវ៉ែនតានិងសភាវុធមួយចំនួនដែលពួកគេប្រើប្រាស់សម្រាប់ធ្វើសង្គ្រាមហ្នឹងគឺជាស្នាដៃផលិតរបស់ទូប្រុសរបស់យើងនឹងឯងដូច្នេះពួកគេមិនគួរណាលេងសើចជាមួយនឹងទូប្រុសរបស់យើងនោះទេបន្ទាប់ពីនោះទូប្រុសរបស់យើងក៏បានជួបជាមួយនឹងកាពីតែនម្នាក់ទៀតដែលគាត់មានឈ្មោះថាកាពីតែន Session ហើយគាត់នេះឯងគឺជាអ្នកដឹកនាំសម្រាប់ធ្វើបេសកកម្មនៅថ្ងៃស្អែកនេះដែរដែលគាត់គឺជាប្រធានក្រុមទាំងមូលនិងកាពីតែនទាំងមូលរបស់ក្រុមគេហៅថា Delta Force ដែលជាក្រុមពិសេសសម្រាប់ចុះទៅធ្វើប្រតិបត្តិការផ្សេងៗថ្ងៃស្អែកក៏បានមកដល់ជាថ្ងៃដែលពួកគេចុះទៅធ្វើប្រតិបត្តិការនោះឯងហើយនៅក្នុងនោះក៏មានវត្តមានទូប្រុសរបស់យើងទៅជាមួយនឹងកញ្ញា friend ទៅជាមួយនឹងផងដែរដោយសារតែពួកគេចង់ទៅមើលដោយផ្ទាល់ក្នុងភ្នែករបស់ពួកគេអំពីសភាវៈចម្លែកទាំងអស់នោះក៏ដូចជាយកសាកសពដែលសភាវៈទាំងអស់នោះបានសម្រាប់នោះដែរហើយនៅក្នុងឡានហ្នឹងទាំងអស់វាមានចំនួន3ឡានឯណោះដែលក្រុមរបស់ទូប្រុសរបស់យើងហ្នឹងជិះក្នុងឡានមួយផ្សេងដែលជាឡានដែលបំពាក់ទៅដោយកាមេរ៉ាសម្រាប់តាមដានមើលសកម្មភាពរបស់ពួកទាហានផ្សេងៗចុះទៅធ្វើប្រតិបត្តិការនឹងឯងនៅពេលដែលពួកគេចុះទៅដល់ដំបូងហ្នឹងគឺវាមិនមានរឿងអ្វីកើតឡើងនោះទេហើយពួកគេក៏បានចុះទៅក្នុងផ្ទះមួយសំទោសអ្នកអស់គ្នាចូលទៅក្នុងផ្ទះមួយដើម្បី check មើលសាកសពដែលត្រូវបានសភាវៈទាំងអស់នោះសម្រាប់ផងដែរហើយនៅពេលនោះពួកគេក៏បានប្រទះឃើញអ្វីមួយស្ថិតនៅក្រោមចានដែកសម្រាប់គេងវិចទឹកហ្នឹងអ្នកនរគ្នាភ្លាមនោះក្រុមទាហានទាំងអស់ហ្នឹងក៏បានផ្ចិតផ្ចង់យ៉ាងខ្លាំងនឹងបានដើរទៅចិត្តដើម្បីបើកអានោះមកដោយសារតែពួកគេគិតថានៅក្នុងហ្នឹងគឺជាសភាវៈចម្លែកដែលបានជាប់គាំងនៅខាងក្នុងនឹងឯងប៉ុន្តែនៅពេលដែលពួកគេបើកចានដែកនឹងឡើងមកលើហ្នឹងគឺជាវត្តមានរបស់កូនទាហានម្នាក់ដែលបានកិច្ចនឹងពួននៅក្នុងទូតែប៉ុណ្ណោះហើយភ្លាមនោះបរិសម្នាក់នោះក៏បាននិយាយទៅប្រាប់ពួកគេដែរថាពួកគេតើជឿទៅលើរឿងព្រះដែរឬទេប៉ុន្តែអ្វីដែលពួកគេកំពុងតែជួបក្នុងពេលបច្ចុប្បន្ននេះគឺវាផ្ទុយពីព្រះមានន័យថាវាគឺជាប្រភេទខ្មោចឬក៏បិសាចទាំងឯងអានេះគឺជាការសន្និដ្ឋានរបស់គាត់អញ្ចឹងណាអ្នកនរគ្នាហើយភ្លាមនោះក៏មានក្រុមទាហានផ្សេងហ្នឹងបានឡើងទៅជាន់លើផ្សេងទៀតដើម្បី check មើលសាកសពរបស់មនុស្សដែលត្រូវបានស្លាប់ដែរប៉ុន្តែទាហានម្នាក់នោះក៏បានប្រទះជាមួយនឹងអាសភាវៈមួយហ្នឹងវាស្ថិតនៅក្នុងបន្ទប់ដូចគ្នាហើយភ្លាមនោះសភាវៈហ្នឹងក៏ចង់ចាប់ផ្ដើមធ្វើការវាយប្រហារមកកាន់កូនទាហានម្នាក់នោះកូនទាហានម្នាក់នោះក៏បានព្យាយាមយកកាភ្លើងដែលមាននៅក្នុងដៃហ្នឹងបាញ់ប្រហារទៅអាសភាវៈចម្លែកនឹងដូចគ្នាប៉ុន្តែដូចយើងដឹងអញ្ចឹងវាគ្រាន់តែជាព្រលឹងមួយតែប៉ុណ្ណោះដូច្នេះកាភ្លើងធម្មតាហ្នឹងគឺមិនអាចបាញ់សម្រាប់វាបាននោះទេបាញ់ទៅគឺធ្លុះរាងកាយវាទៅចំនៅខាងក្រោយឯណានោះហើយភ្លាមនោះសភាវៈនោះក៏បានរត់បុកទម្លុះសម្រាប់ទាហានម្នាក់ហ្នឹងឲ្យស្លាប់នៅកន្លែងហ្នឹងបាត់ម្នាក់ទៀតទៅហើយក្រោយពីនោះសភាវៈចម្លែកមួយនោះវាក៏បានរត់ទៅបុកសម្រាប់កូនទាហានផ្សេងទៀតដែលនៅខាងជាន់ខាងលើហ្នឹងឲ្យស្លាប់ម្ដងម្នាក់នៅកន្លែងហ្នឹងផងដែរហើយចំណែកទាហានទាំងអស់គ្នាហ្នឹងគឺមិនអាចបាញ់សម្រាប់វាបានទេហើយចំណែកសភាវៈទាំងអស់ហ្នឹងគឺវាមានសមត្ថភាពមួយគឺវាអាចរត់លឿននិងមានកម្លាំងបុកលឿនខ្លាំងមែនទែនសំទោសបុកខ្លាំងមិនមែនបុកលឿនទេរត់លឿនប៉ុន្តែមានកម្លាំងបុកខ្លាំងដែលវាមានសមត្ថភាពបុកទម្លុះខ្លួនប្រាណរបស់កូនទាហានហ្នឹងឲ្យស្លាប់ភ្លាមមួយរំពេចតែម្ដងចំណែកទាហានផ្សេងទៀតក៏បានព្យាយាមរត់ចាក់ចេញពីផ្ទះមួយនោះដើម្បីឡើងមកលើកឡានរបស់ពួកគេវិញផងដែរនឹងបានយកវត្តមានបរិសម្នាក់ដែលពួកគេបានរកឃើញហ្នឹងមកជាមួយផងដែរប៉ុន្តែសភាវៈទាំងអស់ហ្នឹងគឺវាមិនទុកឲ្យក្រុមទាហានទាំងអស់នោះបានរត់ចេញមកស្រួលបួលទេគឺវាព្យាយាមរត់បំបុកទោះជាក្រុមទាហានទាំងអស់នោះព្យាយាមរត់ចាក់ចេញមកហ្នឹងក៏វារត់បុកសម្រាប់ទាហានផ្សេងទៀតហ្នឹងឲ្យស្លាប់ធ្លាក់មកជាបន្តបន្ទាប់ផងដែរចំណែកឯទូប្រុសរបស់យើងវិញដោយសារតែឃើញស្ថានភាពបែបនេះគាត់ក៏បានឡើងទៅយកកាមេរ៉ាដែលគាត់បានបំពាក់នៅលើរថក្រោះហ្នឹងបានយកមកឆ្លុះមើលសភាវៈទាំងអស់នោះហើយគាត់ក៏បានប្រទះឃើញថាកាពិតសភាវៈទាំងអស់នោះគឺមានមុខមាត់និងរាងកាយដូចទៅមនុស្សយើងធម្មតានឹងឯងប៉ុន្តែគ្រាន់តែវាជាលក្ខណៈព្រលឹងផ្សែងអញ្ចឹងណាអស់នេះហើយមានខ្លួនភ្លឺហើយភ្លាមសភាវៈនោះក៏បានងាកមកមើលមុខគាត់ផងដែរដែលមើលទៅវាគឺជាមនុស្សមានខួរក្បាលមានអារម្មណ៍ដូចតែយើងនឹងឯងប៉ុន្តែគ្រាន់តែវាមានរូបរាងជាលក្ខណៈផ្សេងតែប៉ុណ្ណោះភ្លាមនោះកាប៉ាតេនម៉ាកូសក៏បានយកអាបេមួយមកបាញ់កំទេចអាសភាវៈមួយនោះឲ្យវាបំបែកខ្លួនស្លាប់នៅទីនោះប៉ុន្តែទោះជាកម្លាំងអាបេខ្លាំងប៉ុណ្ណាក៏ដោយហ្នឹងក៏មិនអាចសម្លាប់អាសភាវៈទាំងអស់នោះបានដែរវានៅតែអាចងើបមកនៅក្រោកឈរហើយរត់បំបុកកាប៉ាតេនម៉ាកូសហ្នឹងឲ្យស្លាប់នៅកន្លែងហ្នឹងបាត់ទៅតែធ្វើឲ្យទូប្រុសរបស់យើងហ្នឹងមានការស្លុកចិត្តជាខ្លាំងផងដែរ
ភ្លាមៗនោះក្រុមទាហានដែលនៅសេសសល់នឹងក៏បានធ្វើការចាក់ចេញពីទីនោះដើម្បីទៅជំរុំទ័ពរបស់គេវិញដោយមិនបានសាកសពរបស់មនុស្សដែលបានស្លាប់ដោយសារតែសភាវៈនោះទេប៉ុន្តែពួកគេត្រូវតែបង្ខំចិត្តត្រឡប់ទៅវិញប៉ុន្តែចង្រៃអីហ្នឹងតាមផ្លូវហ្នឹងក៏ពួកគេបានកិនគ្រាប់មីនបង្កប់មួយនៅទីនោះធ្វើឲ្យឡានពួកគេដែលកំពុងតែជិះហ្នឹងបានកលាប់ហើយមិនអាចធ្វើដំណើរទៅខាងមុខទៀតបាននោះឡើយដែលរឿងនេះហើយធ្វើឲ្យពួកគេត្រូវបង្ខំដើរដោយថ្មើរជើងវិញតែម្ដងដើម្បីទៅរកកន្លែងសម្រាប់លាក់ខ្លួននៅចិត្តនោះជាបន្តអាសន្នសិនហើយនឹងដើម្បីងាយស្រួលក្នុងការទំនាក់ទំនងសូមជំនួយពីកងទ័ពបន្ថែមមកទៀតហើយចំណែកតួប្រុសរបស់យើងក៏គាត់មិនភ្លេចអាកាមេរ៉ារបស់គាត់នឹងដែរគឺគាត់នៅតែស្ពាយយកទៅជាមួយហើយមួយសន្ទុះក្រោយមកពួកគេក៏បានធ្វើដំណើរទៅដល់រោងចក្រកញ្ចាស់ដែលទុកចោលមួយហើយនៅទីនោះគឺមានសារធាតុដែកជាច្រើនផងដែរដែលរុំព័ទ្ធរោងចក្រទាំងអស់នោះតែយើងមិនដឹងពីមូលហេតុនៃសារធាតុដែកទាំងអស់នោះនៅឡើយទេបន្ទាប់ពីនោះពួកគេក៏បានចូលទៅខាងក្នុងហើយចំណែកតួប្រុសរបស់យើងដែលជាក្លេងក៏បានប្រទះឃើញថា friend ដែលជាតួស្រីរបស់យើងនឹងកំពុងតែមានរបួសជាទម្ងន់ផងដែរដោយសារតែប៉ះពាល់ទៅលើខាងផ្នែកនៃក្បាលរបស់គាត់នឹងគឺខ្លាំងមែនតើដោយសារតែមុននឹងពួកគេក្លាប់ឡានហើយប៉ះពាល់ក្បាលរបស់ friend នឹងគឺខ្លាំងតែម្ដងបន្ទាប់ពីនោះពួកគេទាំងអស់គ្នាក៏បានយកកាមេរ៉ារបស់ក្លេដែលជាតួប្រុសរបស់យើងនឹងមកឆ្លុះមើលពួកសភាវៈចម្លែកនោះទាំងអស់នោះផងដែរហើយក៏ប្រទះឃើញថាពួកសភាវៈចម្លែកទាំងអស់នោះគឺវាមិនអាចឆ្លងកាត់អារនាំងឬក៏អាការម្សៅជាតិដែកដែលរុំព័ទ្ធនៅរោងចក្រទាំងអស់នោះបាននោះទេនៅពេលដែលវាឆ្លងកាត់ម្សៅទាំងអស់នោះនឹងឆក់ជាប់ជើងរបស់ពួកគេទាំងអស់គ្នានឹងឲ្យជាប់គាំងនៅទីនោះហើយពួកគេមានការជួយចាប់ជាខ្លាំងផងដែរហើយដោយសារតែឃើញសារធាតុដែកនឹងព័ទ្ធជុំវិញរោងចក្រទាំងអស់នេះហើយធ្វើឲ្យពួកគេចាប់ដឹងថាប្រកាសណាស់ប្រកាសជាមានមនុស្សដែលបានរាយអន្ទាក់ជាសារធាតុដែកនេះព័ទ្ធជុំវិញនេះដើម្បីការពារអ្វីម្យ៉ាងជាមិនខានដូច្នេះហើយពួកគេក៏បានព្យាយាមដើររកមនុស្សដែលបានសេសសល់នៅក្នុងរោងចក្រនេះតើពួកគេលាក់ខ្លួននៅទីណាពិតប្រាកដបន្ទាប់ពីនោះពួកគេក៏បានឡើងទៅផ្នែកខាងលើហើយក៏ប្រទះឃើញមនុស្សពិតប្រាកដមែនប៉ុន្តែមនុស្សទាំងអស់នោះគ្រាន់តែជាកូនក្មេង2នាក់តែប៉ុណ្ណោះបន្ទាប់ពីនោះពួកគេទាំងអស់គ្នាក៏បានសម្រួលអារម្មណ៍ដល់ក្មេង2នាក់នេះដោយសារតែក្មេង2នាក់នេះគឺស្ថិតនៅរោងចក្រមួយនេះអស់រយៈពេលជាយូរណាស់មកហើយបន្ទាប់ពីនោះពួកគេទាំងអស់គ្នាក៏បានសាកសួរទៅលើវត្តមានក្មេងស្រីម្នាក់នោះអំពីមូលហេតុអ្វីបានជាមានម្សៅជាតិដែកសារធាតុដែកព័ទ្ធជុំវិញរោងចក្រទាំងអស់នោះក្មេងស្រីនោះក៏បានប្រាប់ទៅពួកគេដែរថាអ្នកដែលបានរាយអន្ទាក់ទាំងអស់នេះគឺជាឪពុករបស់គេដែលបានធ្លាប់ធ្វើការនៅមន្ទីរពិសោធន៍កន្លងមកហើយភ្លាមៗនោះតួប្រុសរបស់យើងក៏បានសួរថាបច្ចុប្បន្ននេះឪពុករបស់នាងបានតនបាត់ហើយក្មេងស្រីម្នាក់នោះក៏បាននាំពួកគេទាំងពីរនាក់ទៅមើលសាកសពរបស់ឪពុករបស់នាងផងដែរដែលគាត់បានស្លាប់រយៈពេលជាយូរណាស់មកហើយមូលហេតុដែលគាត់ស្លាប់នេះគឺដោយសារតែនៅពេលដែលគាត់រាយអន្ទាក់ដែលជាលោហៈសារធាតុដែកហ្នឹងគឺពួកសភាវៈចម្លែកនេះបានសម្លាប់គាត់នឹងឯងហើយមូលហេតុដែលឪពុករបស់នាងដឹងថាម្សៅឬក៏សារធាតុដែកនេះអាចទប់ស្កាត់ពួកសភាវៈចម្លែកហ្នឹងដោយសារតែឪពុករបស់នាងធ្លាប់ធ្វើការនៅមន្ទីរពិសោធន៍មួយគេឲ្យឈ្មោះថា Moldova ហើយអ្នកនរគ្នាខ្ញុំសូមបញ្យល់កន្លែងនេះតិចដោយសារតែមុនហ្នឹងខ្ញុំអត់ទាន់បានបញ្យល់តើមូលហេតុអីបានមានសភាវៈទាំងអស់ហ្នឹងហើយពួកគេមកធ្វើសង្គ្រាមនៅកន្លែងណាអញ្ចឹងតំបន់ដែលពួកគេមកធ្វើសង្គ្រាមនេះគឺនៅខាងយុរ៉ូពីននៅតំបន់ខាងអឺរ៉ុបហើយអាមេរិកបានធ្វើសង្គ្រាមជាមួយនឹងប្រទេសដទៃអញ្ចឹងទៅប៉ុន្តែស្របពេលដែលពួកគេធ្វើសង្គ្រាមប្រឆាំងគ្នាហ្នឹងក៏មានសភាវៈចម្លែកហ្នឹងវាកើតឡើងក្នុងពេលនោះដែរតែជាហេតុធ្វើឲ្យពួកគេបង្កើតក្រុមនេះមកដើម្បីរករកសភាវៈចម្លែកទាំងអស់ហ្នឹងហើយនៅពេលនោះផងដែរចំពោះក្លេរបស់យើងហ្នឹងគាត់ក៏បានរកឃើញសារធាតុជាតិដែកហ្នឹងច្រើនមែនទែននៅក្នុងនោះហើយគាត់ក៏មានកំណត់មួយផងដែរគាត់នឹងឆ្នៃសារធាតុដែកហ្នឹងយកធ្វើជាអាវុធសម្រាប់តតាំងជាមួយនឹងសភាវៈដែលជាបលឹងចម្លែកទាំងអស់នោះដោយមិនចាំយូរពួកគេទាំងអស់គ្នាក៏បានរៀបចំផលិតសភាវុធនិងគ្រាប់គ្រឿងផ្ទុះមួយចំនួនហ្នឹងដោយប្រើប្រាស់សារធាតុដែកទាំងអស់នោះនៅខាងក្នុងដើម្បីទុកតតាំងជាមួយនឹងពួកសភាវៈចម្លែកទាំងអស់នោះហើយចំណែកក្លេរបស់យើងវិញគាត់ក៏បានកែច្នៃម៉ាស៊ីនកាមេរ៉ារបស់គាត់ហ្នឹងឲ្យคล้ายជាអំពូលភ្លើងដែលអាចបញ្ចាំងបានហើយមិនបាច់មើលឃើញតែក្នុងកាមេរ៉ាទេគឺមានន័យថានៅពេលដែលយកភ្លើងនោះបញ្ចាំងទៅប៉ះនៅកន្លែងដែលមានសភាវៈចម្លែកទាំងអស់នោះពួកគេនឹងអាចមើលឃើញពួកវាដោយភ្នែកទទេតែម្ដងបន្ទាប់ពីនោះថ្ងៃតេស្តកាមេរ៉ារបស់តួប្រុសរបស់យើងតែជាក្លេហ្នឹងដែលកែច្នៃជាអំពូលភ្លើងក៏បានមកដល់ហើយនៅពេលដែលពួកគេយកអំពូលភ្លើងយកមកផ្ចាំងនៅអាគារមួយបាក់បែកដែលនៅជាប់កន្លែងពួកគេស្នាក់នៅក្នុងរោងចក្រនោះឃើញថាសភាវៈទាំងអស់នោះគឺស្ថិតនៅកន្លែងនោះច្រើនមែនទែនហើយពួកគេក៏មានបំណងលោតហក់
តោងតាមបកគោលភ្លើងអ្នកនរគ្នាបកគោលភ្លើងហ្នឹងគឺដើម្បីកិច្ចកុំឲ្យជន់សារធាតុដែកគឺមានកំណងហក់មកតាមបកគោលភ្លើងហើយហក់ចូលក្នុងរោងចក្រដែលពួកគេស្ថិតនៅនឹងឯងនេះហើយជាហេតុដែលខំឲ្យពួកគេទាំងអស់គ្នាត្រូវតែរត់ចាក់ចេញពីរោងចក្រនេះជាបន្ទាន់បើមិនចឹងទេពួកអសភាវៈទាំងអស់ហ្នឹងនឹងលោតមកដល់ទីនេះឲ្យភ្លាមនោះពួកគេក៏បានធ្វើការចាក់ចេញពីរោងចក្រនោះដោយដើរមកខាងក្រោយរោងចក្រហ្នឹងឯងប៉ុន្តែនៅពេលដែលពួកគេចេញមកដំបូងនោះគឺมันមានអ្វីចម្លែកនោះទេប៉ុន្តែស្រាប់តែមួយសន្ទុះក្រោយមកហ្នឹងសភាវៈចម្លែកទាំងអស់ហ្នឹងក៏បានរកឃើញពួកគេហើយបានរត់ដេញតាមពួកគេផងដែរបន្ទាប់ពីនោះ Captain Season ហ្នឹងក៏បានប្រើប្រាស់អំបែងដែលធ្វើចេញពីសារធាតុដែកនោះគប់បំបែកឲ្យចំទៅលើសភាវៈចម្លែកនោះមួយហ្នឹងហើយឃើញថាសារធាតុដែលពួកគេបានផ្សំហ្នឹងគឺបានចាប់សភាវៈចម្លែកហ្នឹងជាប់ពិតប្រាកដមែនប៉ុន្តែនៅពេលដែលចាប់ជាប់ហ្នឹងគឺមិនមែនចាប់ជាប់រហូតទេអ្នកនរគ្នាគឺចាប់ជាប់តែមួយផ្លែតែប៉ុណ្ណោះបានមកសន្ទុះហ្នឹងសភាវៈចម្លែកទាំងអស់ហ្នឹងក៏បានរើបំរាស់រួចខ្លួនហើយនឹងរត់ដេញមកពួកគេជាបន្តបន្ទាប់ផងដែរដែលធ្វើឲ្យពួកគេទាំងអស់គ្នាដែលជាទាហាននៅសេសសល់នេះគឺពិបាកនឹងទប់ស្កាត់មែនទែនដោយសារតែសភាវៈចម្លែកនេះគឺវាលឿនហើយនឹងមានគ្នាច្រើនមែនទែនតែធ្វើឲ្យក្រុមទាហានមួយចំនួនហ្នឹងត្រូវបានស្លាប់ជាបន្តបន្ទាប់ផងដែរបន្ទាប់ពីនោះពួកគេដែលនៅសេសសល់ក៏បានរត់ទៅឡើងឡានក្រុងដែលទុកចោលមួយនៅកណ្ដាលទីក្រុងនោះដែលជាកន្លែងសម្រាប់ឲ្យអធិបតេយ្យចូលមកយកជក់ពួកគេដើម្បីជួយសង្គ្រោះពួកគេនោះឯងហើយភ្លាមនោះរឿងចង្រៃអីហ្នឹងគឺអាកាមេរ៉ាដែលជាភ្នែកសម្រាប់មើលទៅលើសភាវៈចម្លែកទាំងអស់នោះហ្នឹងគឺវាស្រាប់តែខូចបាត់ទៀតនេះហើយតែជាហេតុធ្វើឲ្យពួកគេហ្នឹងចាប់ផ្ដើមមានការអស់សង្ឃឹមជាខ្លាំងដោយសារតែពួកគេក្នុងពេលបច្ចុប្បន្ននេះគឺស្មើនឹងប្រយុទ្ធជាមួយនឹងពួកសភាវៈចម្លែកទាំងអស់នោះស្មើនឹងភ្នែកតទេតែម្ដងដោយសារតែពួកគេលែងមានអីមើលទៀតហើយម្នាក់ស្រាប់តែអស់សង្ឃឹមទៅហើយហ្នឹងក៏ស្រាប់តែមានរក្រោះមួយបានធ្វើដំណើរមកដល់ទីនេះផងដែរដែលជារក្រោះរបស់សហរដ្ឋអាមេរិកផងដែរហើយក្នុងរក្រោះទាំងអស់នោះគឺសុទ្ធតែមានបំពាក់ជាមួយនឹងអាចង្គៀងដែលអាចបំភ្លឺមើលសភាវៈចម្លែកទាំងអស់នោះមើលឃើញផងដែរបន្ទាប់ពីវាឆ្លោះបញ្ចាំងមើលឃើញសភាវៈចម្លែកទាំងអស់នោះនៅទីណាទាំងអស់ហើយហ្នឹងរក្រោះមួយហ្នឹងក៏បានធ្វើការបំផ្លោងគ្រាប់ផ្ទុះរបស់ខ្លួនទៅបំផ្លាញពួកសភាវៈចម្លែកទាំងអស់នោះប៉ុន្តែដូចយើងដឹងហើយគ្រាប់បំផ្លោងគ្រាប់បំផ្ទុះគ្រាប់កំភ្លើងធម្មតាហ្នឹងគឺมันអាចសម្លាប់ពួកវាបានទេគឺបានតែធ្វើឲ្យពួកវាហ្នឹងរត់ចាក់ចេញពីទីនោះតែមួយផ្លែតែប៉ុណ្ណោះបន្ទាប់ពីនោះសភាវៈចម្លែកទាំងអស់នោះក៏បានរត់សម្លាប់ទាហានដែលមកជាមួយនឹងរក្រោះនោះសម្លាប់ជាបន្តបន្ទាប់ធ្វើឲ្យពួកគេស្លាប់ហើយក្រុមទូប្រុសរបស់យើងដែលស្ថិតនៅទីនោះហ្នឹងក៏បានប្រាប់ពួកគេដែរថាកុំឲ្យបាញ់បែបនេះអីដោយសារតែគ្រាប់កំភ្លើងធម្មតាគឺมันអាចសម្លាប់បានទេប៉ុន្តែទាហានមួយហ្នឹងគឺមិនស្ដាប់គាត់នោះទេគឺនៅតែព្យាយាមបាញ់កំចាត់ពួកសភាវៈចម្លែកទាំងអស់នោះហើយជាចុងក្រោយទាហានដែលនៅទីនោះទាំងអស់ហ្នឹងក៏ទទួលរងការស្លាប់ទាំងអស់គ្នាផងដែរហើយមិនត្រឹមតែទាហានទេអ្នកនរគ្នាសូម្បីតែរក្រោះហ្នឹងក៏ត្រូវបានសភាវៈចម្លែកហ្នឹងរត់បំបុកឲ្យវាបាក់ខ្ទេចខ្ទីអស់នៅកន្លែងហ្នឹងតែដូចគ្នាដែលនេះមានន័យថាកម្លាំងបុករបស់សភាវៈចម្លែកហ្នឹងគឺវាខ្លាំងយកតែមែនតែម្ដងសូម្បីតែរក្រោះហ្នឹងក៏វាបុកឲ្យប៉ើងហើបខ្ទេចខ្ទីអស់ដែរហើយកំពុងតែច្របូកច្របល់ហ្នឹងក៏ស្រាប់តែក្មេងប្រុសដែលពួកគេរកឃើញអ្នកនរគ្នាក៏បានរត់ទៅខាងកន្លែងវាលមួយហើយទៅរើសបន្តោងដែលជាបន្តោងរបស់ឪពុករបស់ខ្លួនដែលបានបន្សល់ទុកឲ្យនៅទីនោះហើយភ្លាមនោះសត្វចម្លែកមួយហ្នឹងសំទោសអ្នកនរសភាវៈចម្លែកមួយហ្នឹងក៏វាបានរត់បំបុកសម្លាប់ក្មេងប្រុសម្នាក់នោះឲ្យស្លាប់នៅកន្លែងនឹងបាត់ទៅហើយចំពោះបងស្រីរបស់គាត់វិញគឺមានការសោកស្ដាយនឹងយំជាខ្លាំងនៅកន្លែងនោះផងដែរហើយមិនត្រឹមតែបងស្រីទេសូម្បីតែអ្នកផ្សេងទៀតដែលជាក្រុមទាហាននិងទូប្រុសរបស់យើងហ្នឹងក៏មានសោកស្ដាយចំពោះការបាត់បង់ក្មេងប្រុសម្នាក់នេះដូចគ្នាដោយសារតែពួកគេទាំងពីរនាក់នេះគឺជាក្មេងៗដែលគួរអាណិតមែនតើហើយបន្ទាប់ពីនោះនឹងក្រុមទាហាននឹងជាមួយទូប្រុសរបស់យើងនឹងក៏មួយម្នាក់គឺអស់ក្តីសង្ឃឹមក្នុងខ្លួនអស់បាត់ទៅហើយដោយសារតែទាហានដែលមកជួយនឹងក៏ស្លាប់អស់ហើយសភាវៈចម្លែកនឹងក៏ស្ថិតនៅពេញនឹងទាំងអស់តែម្ដងប៉ុន្តែជាសំណាងល្អភ្លាមនោះក៏ស្រាប់តែឧទ្ធម្ភាគចក្របានធ្វើដំណើរមកដល់ទីនេះដែលធ្វើឲ្យសភាវៈចម្លែកទាំងអស់ហ្នឹងគឺវាមិនអាចរត់មកដើម្បីសម្លាប់ពួកគេបានទេដោយសារតែកម្លាំងកង្ហាល់នៃស្លាប់ចក្ររបស់យន្តហោះហ្នឹងអ្នកនរគ្នាឧទ្ធម្ភាគចក្រហ្នឹងគឺវាខ្លាំងពេកដែលធ្វើឲ្យសភាវៈចម្លែកហ្នឹងគឺមិនអាចរត់ប្រឆាំងជាមួយនឹងខ្យល់ដែលបក់នឹងបានទេហើយចំណែកក្លេដោយសារតែឃើញបែបហ្នឹងហើយគាត់ក៏បានយកសារធាតុដែកដែលបានជាប់នៅខ្លួនរបស់គាត់ហ្នឹងយកបំបែកនៅទីនោះហើយឲ្យវាប៉ះជាមួយនឹងខ្យល់ដែលឧទ្ធម្ភាគចក្របក់ហ្នឹងហើយខ្ទាតទៅប៉ះជាមួយនឹងសភាវៈចម្លែកនោះដែលធ្វើឲ្យសភាវៈចម្លែកនោះបានខ្ទេចខ្ទីអស់មួយចំនួនផងដែរបន្ទាប់ពីនោះពួកគេទាំងអស់គ្នាក៏បានធ្វើការចាក់ចេញពីទីនោះដើម្បីទៅរកកន្លែងមានសុវត្ថិភាពហើយកន្លែងដែលពួកគេទៅហ្នឹងគឺមិនមែនជំរំទ័ពចាស់ដែលពួកគេបានមកតាំងពីដើមសាច់រឿងដែលយើងឃើញនេះទេអ្នកនរគ្នាដោយសារជំរំហ្នឹងគឺត្រូវបានសភាវៈចម្លែកហ្នឹងគឺកំទេចចោលអស់បាត់ទៅហើយបច្ចុប្បន្ននេះគឺពួកគេមកនៅលើ
លើកោះមួយដែលកោះនេះគឺជាកន្លែងសុវត្ថិភាពសម្រាប់ភៀសខ្លួនរបស់ជនភៀសខ្លួនទាំងអស់សម្រាប់មកទីនេះដោយសារតែទីក្រុងទាំងមូលហ្នឹងគឺត្រូវបានសភាវៈចម្លែកហ្នឹងចូលកំទេចនិងសម្រាប់មនុស្សខ្ទេចខ្ទីអស់បាត់ទៅហើយបន្ទាប់ពីនោះដោយសារតែក្មេងស្រីហ្នឹងទទួលរងការបាត់បង់ប្អូនប្រុសនិងរត់ច្រើនពេកហ្នឹងក៏ធ្វើឲ្យនាងសន្លប់ហើយបាត់បង់ស្មារតីនៅទីនោះផងដែរទើបពួកគេព្យាយាមប្រញាប់បញ្ជូនក្មេងស្រីនោះទៅកាន់ជួបជាមួយនឹងគ្រូពេទ្យនៅចាំតំបន់ដែលពួកគេធ្វើការភៀសខ្លួននោះឯងហើយភ្លាមនោះទូប្រុសរបស់យើងហ្នឹងក៏បានជំរិតសួរក្មេងស្រីម្នាក់នោះដែរដើម្បីជួយសង្គ្រោះពួកគេទាំងអស់គ្នាអំពីការងាររបស់ឪពុករបស់នាងនឹងឯងហើយប្រជាជនដែលនៅតំបន់នោះគឺគេហៅសភាវៈចម្លែកទាំងអស់នោះហៅថា Spirit of War ដែលជាខ្មោចនៃសង្គ្រាមនឹងឯងហើយភ្លាមនោះឧត្តមសេនីយ៍ដែលជាឧត្តមសេនីយ៍ធំរបស់ពួកគេក៏បានធ្វើការមកដល់ទីនេះដូចគ្នាហើយមូលហេតុដែលគាត់មកនោះគឺមិនមែនមកដើម្បីផ្ដល់ជំនួយអីទេគឺគាត់រួចភៀសខ្លួនដូចគ្នាដោយសារតែកងទ័ពរបស់គាត់ទាំងអស់ហ្នឹងគឺត្រូវបានសភាវៈចម្លែកនេះរត់បំបុកសម្រាប់ចោលឲ្យបាត់ទៅហើយគាត់មកនេះក៏បានយកសម្ភារៈដែលនៅសេសសល់មួយចំនួនដែលអាចប្រើការបានហ្នឹងយកមកទីនេះផងដែរហើយពេលដែលគាត់មកដល់ភ្លាមនឹងពួកគេក៏បានសួរអំពីplan បន្ទាប់ឬក៏គម្រោងការបន្ទាប់គួរធ្វើឲ្យទៀតប៉ុន្តែគាត់គឺមិនមានចម្លើយទេហើយពួកគេក៏បានឆ្លោះគ្នាជាខ្លាំងផងដែរប៉ុន្តែនៅពេលដែលឆ្លោះគ្នាសុកស្រុកហ្នឹងទូប្រុសរបស់យើងជាក្លេហ្នឹងគាត់ក៏បានយល់អំពីអ្វីមួយយ៉ាងហើយគាត់នឹកឃើញរឿងអ្វីមួយយ៉ាងដែលគាត់បាននិយាយថាគាត់ដឹងហើយថាសភាវៈចម្លែកទាំងអស់នោះគឺជាអ្វីដែលពិតប្រាកដដែលនៅពាក្យដែលគាត់និយាយនេះគឺគាត់បាននិយាយអំពីគ្រឹស្ដីមួយរបស់លោក Einstein ផងដែរដែលមានន័យថាអ្វីក៏ដោយដែលជាគេហៅថា natural ដូចតែជាធម្មជាតិគឺវាសត្វតែអាចទម្លុះជញ្ជាំងបានមានន័យថាបើសិនជាពពួក Spirit of Ghost ហ្នឹងគឺជាបលឹងខ្មោចមែនគឺបលឹងខ្មោចទាំងអស់ហ្នឹងនឹងអាចរត់ទម្លុះជញ្ជាំងដែលមានន័យថាវាជាប្រភេទអាតូមដែលអាចរត់ទម្លុះជញ្ជាំងបានប៉ុន្តែបើសិនជាសភាវៈទាំងអស់នោះគឺវាមិនអាចរត់ទម្លុះជញ្ជាំងបានទេមានន័យថាសភាវៈទាំងអស់នោះគឺជាសភាវៈដែលត្រូវបានគេផលិតឡើងហើយដើម្បីទប់ស្កាត់សភាវៈទាំងអស់នោះគឺមានន័យថាយើងទៅកម្ចាត់កន្លែងដែលគេផលិតមកគឺវានឹងអាចកម្ចាត់សភាវៈទាំងអស់នោះបានហើយចំពោះក្រុមទាហានផ្សេងទៀតក៏ពួកគេយល់ស្របជាមួយនឹងទូប្រុសរបស់យើងដែរដូច្នេះហើយពួកគេក៏បានទៅយកទំនិញដែលបានសេសសល់ឬក៏សម្ភារៈដែលបានសេសសល់ដែលមេបញ្ជាការបានយកមកហ្នឹងគឺយកមកផលិតធ្វើជាសម្ភារៈដែលអាចប្រើប្រាស់បានជាបន្តបន្ទាប់ដើម្បីទៅកម្ចាត់សភាវៈចម្លែកទាំងអស់នោះហើយអ្នកដែលទទួលបន្ទុកសម្រាប់ផលិតសម្ភារៈចម្លែកដើម្បីកម្ចាត់ពួកសភាវៈចម្លែកទាំងអស់នោះគឺជាតួប្រុសរបស់យើងនឹងឯងដែលគាត់ត្រៀមនឹងផលិតកាភ្លើងថ្មីដែលអាចកម្ចាត់សភាវៈចម្លែកទាំងអស់នោះហើយនៅក្នុងនោះគឺគាត់រៀបចំកាភ្លើងនឹងច្រើនមែនទែនហើយធ្វើការកែច្នៃកាភ្លើងនឹងច្រើនមែនទែនប៉ុន្តែយើងអាចនិយាយបានទេមិនដឹងថាគាត់កែច្នៃដាក់អីចូលខ្លះឬក៏រៀបចំអីគេខ្លះទេប៉ុន្តែដឹងតែកាភ្លើងទាំងអស់នោះគឺវាមានកម្លាំងថាមពល power ហ្នឹងគឺខ្លាំងមែនតើបន្ទាប់ពីនោះថ្ងៃដែលមកកម្ចាត់ពួកសភាវៈចម្លែកមកនោះឬក៏ទៅតំបន់ដែលសភាវៈចម្លែកទាំងអស់នោះដែលបានចេញមកគឺមកដល់ដូចគ្នាហើយអ្នកដែលបានទៅដំបូងហ្នឹងគឺកាពីតែន Season នឹងឯងដែលគាត់ចុះទៅហ្នឹងគឺតេស្តកាភ្លើងទាំងអស់គ្នាដោយសារតែកាភ្លើងហ្នឹងគឺត្រូវបានតួប្រុសរបស់យើងផលិតឡើងប៉ុន្តែពួកគេមិនទាន់បានតេស្តនៅឡើយទេថាអាចកម្ចាត់បានមែនឬអត់ដូច្នេះហើយគាត់ត្រូវការអ្នកស្ម័គ្រចិត្តដែលជាកាពីតែន Season របស់យើងហ្នឹងទៅតេស្តកាភ្លើងហ្នឹងដើម្បីបាញ់កំទេចសភាវៈចម្លែកហ្នឹងទាំងអស់សភាវៈចម្លែកហ្នឹងមើលតើអាចកម្ចាត់បានមែនដែរឬអត់ហើយនៅពេលដែលគាត់ចុះទៅហ្នឹងគឺប្រើប្រាស់កាភ្លើងហ្នឹងហើយកាភ្លើងហ្នឹងគឺមើលទៅគឺមានថាមពលខ្លាំងមែនទេអ្នកគ្នានៅពេលដែលបាញ់ហ្នឹងសឹងតែថាខ្ទាតអ្នកបាញ់ហ្នឹងត្រឡប់មកខាងក្រោយវិញបាត់ទៅហើយចំពោះក្របកាភ្លើងហ្នឹងគឺបានកំទេចសភាវៈចម្លែកទាំងអស់នោះបានសម្រេចដោយពិតប្រាកដមែនតែបាញ់មកគ្របទៅធ្វើឲ្យបំបែកខ្លួនវានឹងខ្ទាតចែកចេញជាអាឡូហៈតូចផ្ទាល់តែម្ដងតែនេះមានន័យថាការពិសោធន៍របស់តួប្រុសរបស់យើងនឹងគឺបានជោគជ័យពិតប្រាកដមែនហើយភ្លាមនោះក្រុមទាហានផ្សេងទៀតហ្នឹងក៏បានចុះមកដើម្បីធ្វើការតទល់ជាមួយនឹងសភាវៈចម្លែកនោះដែរតែទុកពេលវេលាឲ្យក្រុមតួប្រុសរបស់យើងមួយផ្នែកទៀតហ្នឹងចូលទៅខាងក្នុងផ្សេងមួយទៀតដើម្បីរកប្រភពនៃសត្វចម្លែកសំទោសសភាវៈចម្លែកទាំងអស់នោះនៅខាងក្នុងនឹងឯងហើយចំពោះក្រុមរបស់តួប្រុសរបស់យើងវិញគឺមានគ្នា4នាក់ក្រុមកូនទាហាននឹង2នាក់តួប្រុសរបស់យើងហើយនឹងកញ្ញា friend ផងដែរដែលចុះទៅខាងក្នុងហ្នឹងដើម្បីរកមើលប្រភពនៃការផលិតរបស់សភាវៈចម្លែកទាំងអស់នោះចង្រៃអីហ្នឹងនៅពេលដែលពួកគេចុះទៅហ្នឹងក៏បានជួបជាមួយនឹងសភាវៈចម្លែកហ្នឹងមួយហ្នឹងនៅប្រចាំនៅទីនោះផងដែរដែលធ្វើឲ្យពួកគេហ្នឹងត្រូវបំបែកគ្នាកូនទាហាន2នាក់ហ្នឹងនៅបាញ់ដើម្បីតទល់ជាមួយនឹងសភាវៈចម្លែកនោះចំណែកតួប្រុសរបស់យើងដែលជាក្លេហើយនឹងកញ្ញា friend ហ្នឹងគឺចូលទៅខាងក្នុងដើម្បីរកប្រភពរបស់ពួកវាហើយនៅពេលដែលពួកគេបានចូលទៅខាងក្នុងហ្នឹងគឺបានជួបជាមួយនឹង
ប្រភពរបស់ពួកវាពិតមែនដែលប្រភពទាំងអស់នោះគឺជាការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រតែប៉ុណ្ណោះដែលពួកគេប្រើប្រាស់ប្រដាប់ scan ទាំងអស់ដែលគេហៅ X-ray សម្រាប់ scan ដើម្បីយករូបរាងកាយរបស់ពួកគេហ្នឹងមកតង់ទៅមកតង់ហើយផលិតជាសភាវៈចម្លែកទាំងអស់នោះមកដែលកន្លែងហ្នឹងយើងពិបាកនឹងបញ្យល់ខ្លាំងមែនទែនតែម្ដងប៉ុន្តែយើងដឹងថាសភាវៈចម្លែកទាំងអស់ហ្នឹងក៏មានច្រើនទៀតដែរដែលឃុំជាប់នៅទីនោះហើយទូប្រុសរបស់យើងដែលជា Clay និងកញ្ញា Friend ហ្នឹងក៏បានឃើញប្រអប់មួយដែលជាធម្មពលសម្រាប់ផ្ដល់ទៅឲ្យពួកបិសាចក្រុមសភាវៈចម្លែកទាំងអស់ដែលស្ថិតនៅទីនោះហើយទូប្រុសរបស់យើងក៏ព្យាយាមកាច់ផ្ដាច់កន្លែងផ្ដល់ធម្មពលសម្រាប់ឲ្យពួកវាផងដែរហើយភ្លាមនោះក៏មានសភាវៈចម្លែកមួយហ្នឹងបានបំបែកកញ្ចក់ដែលឃុំវាហ្នឹងហើយហក់ចេញមកខាងក្រៅបំរុងនឹងវាប្រហារទៅកាន់ទូប្រុសរបស់យើងហើយប៉ុន្តែត្រូវបានកញ្ញា Friend នឹងជួយទាន់ពេលវេលាដោយបាញ់បំបែកវានឹងឲ្យខ្ទេចនៅទីនោះបាត់ទៅដែលទុកឱកាសឲ្យទូប្រុសរបស់យើងនឹងគឺអាចបន្តការងាររបស់ខ្លួនទៀតហើយចំណែកក្រុមទាហាននៅខាងលើនេះវិញពួកគេទាំងអស់គ្នាក៏ព្យាយាមបាញ់សភាវៈចម្លែកទាំងអស់ហ្នឹងបន្តទៀតផងដែរហើយចំណែកសភាវៈដែលបានត្រូវពួកគេបាញ់ហ្នឹងពួកវាក៏មិនទាន់ស្លាប់អស់ដែរគឺវាបានផ្គុំខ្លួនវាដែលធ្វើឲ្យខ្លួនវានឹងកាន់តែធំហើយដូចជាព្យុះយ៉ាងទាំងអស់គ្នាហើយវាមានសមត្ថភាពវិលហោះព័ទ្ធជុំវិញហើយបំបុកមនុស្សដែលនៅជុំវិញនឹងឲ្យស្លាប់ជាបន្តបន្ទាប់ហើយកំពុងតែវឹកវរនេះទូប្រុសរបស់យើងក៏បានកាត់ផ្ដាច់បំពង់ដែលផ្ដល់ធម៌ពលឲ្យពួកវានឹងបានសម្រេចហើយគាត់ធ្លាក់ចុះទៅខាងក្រោមផងដែរចំណែកសភាវៈចម្លែកទាំងអស់នោះវាក៏បានកកគាំងស្ញេញនៅកន្លែងនោះដែលធ្វើឲ្យគ្រាងកាយរបស់វានឹងចាប់ដើមរលាយបន្តបន្តិចហើយពួកវាជាប់គាំងនៅលើអាកាសនឹងផ្ទាល់តែម្ដងរឿងនេះហើយធ្វើឲ្យពួកគេនិងក្រុមទាហានទាំងអស់ហ្នឹងគឺមានការសប្បាយចិត្តជាខ្លាំងដោយសារតែពួកគេអស់សមត្ថភាពតទល់ជាមួយនឹងក្រុមសភាវៈចម្លែកទាំងអស់បាត់ទៅហើយដោយសារតែពួកគេទាំងអស់គ្នាហ្នឹងគឺបាត់បង់សមាជិកអស់ជាច្រើនហើយពួកគេក៏អស់ទ័ពជំនួយផងដែរបន្ទាប់ពីនោះទូប្រុសរបស់យើងជាមួយនឹងកញ្ញា Friend ក៏បានរកឃើញបន្ទប់ថ្មីមួយទៀតដែលបង្ហាញឲ្យយើងដឹងថាការពិតទៅសភាវៈចម្លែកទាំងអស់នេះមិនត្រឹមតែពួកគេ scan X-ray ហើយធ្វើឲ្យវាចេញជារូបរាងមកទេគឺគ្រប់សភាវៈទាំងអស់នេះគឺសុទ្ធតែមានខួរក្បាលនិងមានឆ្អឹងខ្នងដែលពួកគេពិសោធន៍ហ្នឹងហើយទុកបង្កកវាដែលធ្វើឲ្យមនុស្សដែលជាសភាវៈចម្លែកហ្នឹងយើងហៅថាបលឹងអ្នកនរគ្នាបលឹងហ្នឹងគឺការពិតគឺពួកគេនៅរស់ទេមានខួរក្បាលដំណើរកាយធម្មតាដែលគេចិញ្ចឹមនៅក្នុងទូទឹកកកនេះមួយដែលគេហៅថាមនុស្សពាក់កណ្ដាលស្លាប់ពាក់កណ្ដាលរស់អ្នកនរគ្នាមិនទាន់ស្លាប់ប៉ុន្តែក៏មិនរស់ដែរគឺស្ថិតនៅក្នុងចន្លោះកណ្ដាលហ្នឹងដែលគេហៅថា spirit ហ្នឹងអញ្ចឹងមិនគេឲ្យឈ្មោះថា spirit of fur ហ្នឹងអ្នកនរគ្នាប៉ុន្តែភ្លាមហ្នឹងទូប្រុសរបស់យើងហ្នឹងគាត់ក៏បានសម្រេចចិត្តថាគាត់នឹងផ្ដាច់បំពង់អុកស៊ីសែនចិញ្ចឹមខួរក្បាលទាំងអស់នេះឲ្យខ្ទេចផងដែរដើម្បីកុំឲ្យពួកដែលជាបលឹងទាំងអស់ហ្នឹងគឺនៅមានការឈឺចាប់និងនៅរវីរវល់នៅកន្លែងហ្នឹងទៀតហើយរឿងនេះក៏ធ្វើឲ្យតួស្រីរបស់យើងដែលជា Friend កញ្ញា Friend ហ្នឹងបដិសេធជាមួយនឹងការដកបំពង់ទាំងអស់ផងដែរដោយសារតែមូលហេតុដែលពួកគេចុះមកទីនេះហ្នឹងគឺដើម្បីរកការពិសោធន៍ហ្នឹងហើយដើម្បីយកហ្នឹងធ្វើជាសភាវុធសម្រាប់ផលិតសម្រាប់ប្រទេសអាមេរិកអីអញ្ចឹងណាអ្នកនរគ្នាហើយតួស្រីរបស់យើងដែលជា Friend ហ្នឹងក៏ប្រាប់តួប្រុសរបស់យើងហ្នឹងឲ្យព្យាយាមគិតឲ្យបានវែងឆ្ងាយដែរប៉ុន្តែភ្លាមតួប្រុសរបស់យើងក៏បានប្រាប់តួស្រីវិញថាគាត់នឹងគឺបានគិតវែងឆ្ងាយជាងតួស្រីទៀតមានន័យថាបើសិនជាការពិសោធន៍នឹងធ្លាក់ទៅលើដៃរបស់សហរដ្ឋអាមេរិកវិញហើយអាមេរិកយកអានឹងប្រើប្រាស់ដើម្បីធ្វើសង្គ្រាមជាមួយនឹងប្រទេសផ្សេងវិញអញ្ចឹងវានឹងផ្ដល់ផលប៉ះពាល់ទៅកាន់ប្រទេសផ្សេងទៀតដូចគ្នាដូច្នេះហើយរឿងដែលលំអបំផុតនោះគឺគាត់បំបិតការពិសោធន៍នឹងចោលតែម្ដងគឺមិនប្រាប់អ្នកណាឲ្យដឹងពីការពិសោធន៍ឬក៏របៀបធ្វើទេកុំឲ្យវាមានផលប៉ះពាល់ទៅដល់មនុស្សផ្សេងទៀតហើយនេះគឺការគិតវែងឆ្ងាយរបស់តួប្រុសរបស់យើងនឹងឯងហើយសាច់រឿងរបស់យើងក៏បានកាត់បញ្ចប់នៅទីនេះដែលតួប្រុសរបស់យើងគឺគាត់ត្រឡប់ទៅកន្លែងសិក្សានិងកន្លែងពិសោធន៍របស់គាត់វិញបន្ទាប់ពីការងាររបស់គាត់កំចាត់ពួក spirit ហ្នឹងចោលនៅកន្លែងនេះអញ្ចឹងជាចុងក្រោយអរគុណដល់អ្នកនរគ្នាដែលតាមដានរឿងនេះពីដើមរហូតដល់ចប់ហើយសង្ឃឹមថាអ្នកនរគ្នាកុំភ្លេចចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងម្នាក់មួយផងជួបគ្នានៅរឿងក្រោយ